នេះយើងនឹងសិក្សាពីការដាក់ជាផលគុណកតា degree ទី2ត្រីធានិយាយពីត្រីធា degree ទី2អញ្ចឹងយើងមើលទាំងអស់គ្នាកន្សោម2នេះតែកន្សោមទាំងពីរនេះវាខុសគ្នាយ៉ាងម៉េចមិននិយាយពណ៌របស់វាទេបាទយើងគិតទាំងអស់គ្នាមើលបាទអញ្ចឹងកន្សោមទាំងពីរវាខុសគ្នាត្រង់មេគុណ x ការ៉េនេះអានេះមេគុណ1ស្រាប់តែដល់ខាងនេះមេគុណរបស់វា2តែគេដាក់ជាផលគុណកតាដូចម្ដេចជាងមើលទាំងអស់គ្នារបៀបដាក់ផលគុណកតាត្រីធា degree ទី2តែមេគុណ a ស្មើនឹង1 a ហ្នឹងមេគុណគឺនៅខាងមុខ x ការ៉េអញ្ចឹងនិយាយតែមេគុណ a ទេបាទជាងមើលឧទាហរណ៍ x ការ៉េដក 11x បូក24អញ្ចឹងមេគុណ x ការ៉េនេះស្មើ1ហើយអញ្ចឹង a យើងស្មើ1អញ្ចឹងរបៀបដាក់គេដាក់យ៉ាងម៉េចជាងមិនបាច់តាន់មើលអាមុខទេយើងមើលនេះបាទកន្សោមនឹងដាក់បានឬបានយើងមើលអាក្រោយនេះសិន24យើងទៅសេខាងក្រៅនឹងមក24តើពហុគុណនៃ24ឬនិយាយឲ្យខ្លីតែ24ស្មើនឹងប៉ុន្មានគុណនឹងប៉ុន្មានខ្លះសេចេះមកយើងរៀបទាំងអស់គ្នាមកវាអាច1គុណនឹង24ក៏ស្មើនឹង24ដែរវាអាច2គុណនឹង12ក៏24វាអាច3គុណនឹង8ក៏24វាអាច4គុណនឹង6ក៏24ដែរអញ្ចឹងសិតតែ24តែយើងមើលមកកដាលនេះមេគុណមុខ x នេះគឺ11លេខ11បើវាលេខ11យើងមើលគូទាំងអស់នេះដែលយើងរកឃើញនេះតែគូមួយណាដែលទូទាត់ទៅចេញ11បើយើងយក12បូក12អានេះឡើង14នេះយើងយក3បូក8វាស្មើនឹង11ក៏ប៉ុន្តែយើងទៅមើលសញ្ញារបស់យើងនេះគឺដកទោះបីឲ្យបានសញ្ញាដកដូចគេតែយើងត្រូវដាក់ដកទាំងសងខាងប្រដកនឹងដកបូក3បូក8វាស្មើ11សញ្ញាយកតាមលេខធំគឺដក11ដូច្នេះយើងអាចឆ្លើយបានហើយយើងទៅសេបណ្ដោយមកដាក់2កតាហើយដោយសារនេះ x ការ៉េអញ្ចឹងយើងដាក់ x វាហើយមកបាទកลับមកយើងមើលយើងគូដែលយើងយកមិញនេះដក3ហើយនឹងដក8យើងដាក់អាណាមុនក៏បានដែរអញ្ចឹងខ្ញុំដាក់នេះដក3អានេះដក8ជាការស្រេចនេះសម្រាប់មេគុណ a ស្មើនឹង1ចុះប្រសិនបើមេគុណលើសពី1វិញនេះ a នេះលើសពី1វិញបាទលើសពី1វាធ្វើយ៉ាងម៉េចមានកន្សោមមួយនេះជាឧទាហរណ៍ 4x ការ៉េបូក 15x បូក 9អញ្ចឹងមេគុណ a យើងលើសពី1ហើយបើលើសពី1គេធ្វើយ៉ាងម៉េចជាងមើលទាំងអស់គ្នាយើងយក4គុណនឹង9មានន័យថាមេគុណខាងមុខហ្នឹងមេគុណ a យើងហ្នឹងគុណអាលេខចុងក្រោយទៅលេខប៉ុន្មានគុណបញ្ចូលគ្នាទៅឃើញ36បន្ទាប់មកយើងគិត36ដូចអាមុនដែរទាំងនេះគិត36វាស្មើប្រមាណគុណនឹងប្រមាណអញ្ចឹងយើងគិត6គុណនឹង6មានអីទៀតមាន3គុណនឹង12មានអីទៀត4គុណនឹង9 9 10ក៏36ដែរអញ្ចឹងវាអស់ឥឡូវមើលគូនេះវាសាកបងមើលគូនេះទូទាត់ទៅអាចស្មើនឹងអាមេគុណ x នេះទេបាទ3 12វាស្មើនឹង10 15ណា3 12ស្មើនឹង15អញ្ចឹងបើ3បូក12ស្មើ15គូនេះយើងយកជាផ្លូវការបើយកជាផ្លូវការដើម្បីឲ្យបានលេខយកមកសរសេរក្នុងវងកញ្ចក់នេះក្នុងកតានេះយើងស៊ីយ៉ាងម៉េចយើងយកអា2អ្នកនឹងមកអា2គូមកគូនឹងមកលេខអីខ្លះយើងយកវាមកសរសេរជាភាគយកមកថាខ្ញុំយកគូ12នេះមុននេះ12នេះខ្ញុំយកមកសរសេរ12លើ4ចុះ4មកពីណា4គឺមេគុណខាងមុខ x ការ៉េយើងនេះណាយើងឃើញដល់គ្នាហើយជាងសរសេរវាអញ្ចឹងមកជាប្រភេទបើសិនជាយើងសម្រួលបានយើងសម្រួលបើចែកដាច់យើងចែកដាច់បដ ாய் មកបាទចាអានេះស្មើនឹង3លើ1តាមពិតស្មើនឹង3ក៏បានដែរយើងចែកដាច់បាទស្មើ3ចា3នេះធ្វើម៉េចយើងយកមកសរសេរដូចគ្នាមកដាក់3លើ4នេះ4យើងយកមេគុណ x ការ៉េនេះដូចគ្នាតើណាតើគ្នានេះថាតែមេគុណ x ការ៉េយកសរសេរជាភាគបែងអានេះអត់សម្រួលបានទេយើងទុកប៉ុណ្ណឹងចឹងយើងចូលមកកតាយើងម្ដងកតាយើងដាក់ស្អីទៅនេះបាទនេះ x ការ៉េយើងដាក់ទៅ x មកខាងនេះក៏ដាក់ x ទៅហើយមកតាមមកយើងទៅមើលអាប្រភេទយើងសម្រួលហើយកុំយកអត់តាន់សម្រួល3លើ1ភាគបែង1នេះ
គឺជាមេគុណខាងមុខ x នៃកតានីមួយយើងដាក់មុនកតាណាមួយក៏បានដែរយើងយកមួយមកសរសេរមកតែតាមពិតមេគុណមួយគេអត់សេទេអញ្ចឹងយើងបាច់សេទេទៅមើលភាគយកវិញភាគយករបស់វាស្មើប៉ុន្មាន3ដល់ភាគយកស្មើ3យើងដាក់មកសញ្ញា a មុខ3នេះបូកអញ្ចឹងយើងដាក់បូក3ជាការស្រេចចុះកតាទី2យើងមើលដល់គ្នា3លើ4ភាគ3ប៉ុន្មាន4យកវាដាក់ជាមេគុណអញ្ចឹងយើងដាក់4ទៅនេះមកតបមកអានេះប៉ុន្មាន3អញ្ចឹងយើងបូក3ប្រ3សញ្ញាបូកមុខជាការស្រេចនេះជាចម្លើយចុះប្រសិនបើយើងទូទាត់ទៅអានេះយើងសរសេរពហុគុណវាអស់ហើយវាអត់មានគូណាមួយដែលទូទាត់ទៅស្មើនឹងមេគុណខាងមុខ x យើងធ្វើយ៉ាងម៉េចអញ្ចឹងសម្រាប់វីដេអូក្រោយខ្ញុំនឹងបង្ហាញពីរបៀបដាក់ជាកតាចំពោះករណីនេះឥឡូវទៅមើលកិច្ចការផ្ទះទាំងអស់គ្នានេះយើងយកប៉ុណ្ណេះទៅធ្វើទៅអ្នកទាំងអស់គ្នានឹងស្ទាត់ជំនាញក្នុងការដាក់ជាផលគុណកតាត្រីធាដេក្រេទី2